lấy một mơประมาณวิธีกลมาดองประมาณวิธีกลยังมีgiật óngដូចមិញgiật óng ស្មើ a បូក bi ហើយនឹង giật đ ស្មើឲ្យ c បូក di អញ្ចឹងប្រមាណវិធីគុណគឺយើងយក giật óng គុណឲ្យ giật đ ឬក៏យើងអាចសរសេរថា giật óng giật đ យើងធ្វើមិនកុំឲ្យ1ហើយនឹង2ហ្នឹងកុំឲ្យវាញ៉ៃញ៉ៃបើមិនចឹងទេយើងគិតថា giật 1 giật 2អីណាអាហ្នឹងយើងវាមានន័យអីនេះយើងមើលយល់ទេអញ្ចឹងយើងសេស្អាតមានលំដាប់មានຂະຫນាតវាអូខេយើងឃើញថា giật óng គុណឲ្យ giật đ ស្មើឲ្យ a បូក bi គុណឲ្យ c បូក di អាហ្នឹងខ្ញុំគិតថាពួកយើងច្បាស់ជាចាស់ហើយការគុណបញ្ចូលណាយើងគុណមិនa ហ្នឹងយើងយកទៅគុណមួយ c ហើយយើងយកគុណមួយ di បន្ទាប់មកយើងនឹងមាន bi នេះយើងគុណមួយ c ហើយយើងគុណមួយ di អាហ្នឹងជាវិធីគុណបង្រៀនអញ្ចឹងខ្ញុំធ្វើមួយយើងស្រួលយល់ស្រួលមើលអញ្ចឹង a គុណឲ្យ c ទទួលបាន ac a គុណឲ្យ di ទទួលបាន a di អូខេ bi គុណឲ្យ c ស្មើឲ្យ BEC តែខ្ញុំចង់ដាក់ E ពីក្រោយអញ្ចឹងខ្ញុំបាន BCE ហើយ BE គុណឲ្យ DE ទទួលបាន B គុណឲ្យ D គុណឲ្យ E គុណឲ្យ E ទៀតតែ E គុណឲ្យ E គឺស្មើឲ្យ Y អូខេក្នុងនេះមានចំនួនពិតហើយនិងចំនួននិមិត្តគឺផ្នែកពិតផ្នែកនិមិត្តទេណាយើងមិនដឹងឥឡូវខ្ញុំទាញអារម្មណ៍របស់ពួកយើងមកមើល y នេះ y គឺស្មើឲ្យរឹសទី2នៃដក1លើកជាក្រេអញ្ចឹងស្មើឲ្យដក1អូខេអញ្ចឹងមានន័យថាម៉េចមានន័យថាតួនេះ b d y y ហ្នឹងខ្លាចជាដកអីដក1អីអញ្ចឹងខ្ញុំបានដក bd អូខេផ្សេងហ្នឹងនៅសល់ adi ហើយនឹង bci គឺខ្ញុំទាញ e ជាកតាអញ្ចឹងខ្ញុំបាន AD បូក BC គុណឲ្យ E អូខេអញ្ចឹងឡើយយើងឃើញរូបមន្តពេញរបស់វាគឺស្មើឲ្យ AC ដក BD បូកឲ្យ AD បូក BC គុណឲ្យ E អូខេអញ្ចឹងជាឧទាហរណ៍ថា Z អងស្មើឲ្យ2បូក 3E giật đ ស្មើឲ្យ1បូក 4e អញ្ចឹង z អងបូក z ដសំទោសគុណឲ្យ z ដស្មើឲ្យ2បូក 3e កតា1បូក 4e យើងអាចដាក់ចូលរូបមន្តក៏បានឬក៏គុណពលិតក៏បានអញ្ចឹងបើសិនយើងគុណពលិតយើងសំទោសយើងបាន2គុណឲ្យ1គឺ2 2គុណឲ្យ 4e គឺ 8eអូខេ 3e គុណឲ្យ1គឺ 3e ហើយ 3e គុណឲ្យ 4e គឺ 12y ដែល y ស្មើឲ្យដក1អញ្ចឹងយើងបាន2ដក12បូក 8e បូក 3e អូខេអញ្ចឹង2ដក10បានសំទោស2ដក12បានដក10ហើយ8បូក3បាន 11e អញ្ចឹងនេះឆ្លើយរបស់យើង